នេះជាវ៉ាក់សាំងធម្មជាតិដែលខ្ញុំផ្សំទុកប្រើជាមួយនឹងមាន់ទារបស់ខ្ញុំបងប្អូនណាហើយនេះគឺជាមេអម៉ាល់នេះគឺពឹសខ្លាំងណាស់បងប្អូនបើបានរុះយុទ្ធដាក់ត្រាំហើយនេះគឺខ្យាដំរីគ្រប់ល្មមមួយកន្លែងនេះបងប្អូនណាអញ្ចឹងយើងយកសត្វពឹសសត្វដែលមានសត្វពឹសទាំងអស់ហ្នឹងណាដូចជារងក្អែបខ្យាដំរីហ្នឹងនេះយកមកទុកត្រាំជាមួយស្រាមេស្រាទៅទុកវារយៈពេល1ខែដល់លើទៅណាហើយយកវាមកបន្តចូលមាត់ក៏បានដាក់ត្រាំស្រាសណាបងប្អូនណាត្រាំស្រាសដាក់បន្តចូលមាត់មន់ទាក៏បានដាក់លាយទឹកឲ្យផឹកក៏បានពិសេសគឺយើងបានទៅច្រើនមុខទៅចុះបងប្អូនណាគឺមានប្រភេទសត្វពឹសទាំងអស់ហ្នឹងណាដូចជាពស់វែកក៏បានខ្យាដំរីក៏បានខ្ទួយរងក្អែបនិយាយទៅឲ្យតែសត្វពឹសនេះដាក់ផ្សំអញ្ចឹងមកហើយបងប្អូនទុកវាតែនេះទៅបានតិចទេបងប្អូនផ្សំទុកវាឲ្យយូរទៅណាមួយខែទៅបងប្អូនអាចយកមកប្រើបានហើយតែយើងអាចលាយជាមួយនឹង2 cc អីលាយជាមួយនឹងទឹក1លីត្រវាខុសប្លែកត្រង់ថាអានេះបន្តចូលមាត់ក៏បានលាយជាមួយទឹកក៏បានគឺងាយស្រួលអញ្ចឹងណាបងប្អូនណាហើយទុកកាន់តែយូរកាន់តែល្អហើយយើងអាចប្រើវ៉ាក់សាំងទីផ្សារក៏បានយើងអាចប្រើនេះក៏បានណាហើយនេះប្រើកបគ្រប់កលៈទេសៈអរគុណច្រើន